possible future ไม่ได้แท้ពេលវេលាអនាគតដែលអាចកើតឡើងទៅរួច这是今天早上的就这边的，我们那里的后来爱拉个慢接单也搞，他们这边多点呗，是每个慢接给他们多基本呢，什么困难呗？ អូខេសួស្តីដល់នេះយើងវិលត្រឡប់មកកាន់មេរៀនរបស់យើងសាជាថ្មីម្ដងទៀតគឺយើងបន្តពី conditional sentence គឺពី0ឥឡូវថ្ងៃនេះយើងរៀនតាក់ទងទៅនឹង first ម្ដងបាទអញ្ចឹងនៅក្នុងគេហៅថាប្រយោគលក្ខខណ្ឌ first conditional sentence ឥឡូវយើងមកមើលការប្រើប្រាស់របស់វាបាទគេហៅថា the first conditional is used to talk about a real or possible future situation នៅក្នុងនេះគេនិយាយថាប្រយោគលក្ខខណ្ឌទី1ហ្នឹងគឺបាទត្រូវបានប្រើប្រាស់ដើម្បីនិយាយអំពីស្ថានភាពការពិតមួយឬក៏គេហៅថា possible future មិនថាពេលវេលាអនាគតដែលអាចកើតឡើងទៅរួចអញ្ចឹងឥឡូវយើងមកមើល form របស់វាគឺមាន if plus ជាមួយ present simple ដែលយើងមាន subject plus verb 1 plus object ហ្នឹងហើយយើងដាក់ comma ផង plus will បន្ទាប់មក plus verb infinitive ហើយតោះមកយើងដាក់ថា full stop មកនៅក្នុង example យើងមើលយើងនឹងសារភ្ជាប់ example ជាមួយនឹងទម្រង់ក៏ដូចជាជាមួយនឹងការប្រើប្រាស់ដែរបាទអញ្ចឹងទី1គឺ if I don't study hard I will fail គេថាបើសិនជាខ្ញុំអត់ប្រឹងរៀនទេខ្ញុំនឹងធ្លាក់ឥឡូវយើងមកមើលសារភ្ជាប់ជាមួយនឹង form សិនយើងមាន if present simple យើងមាន subject và do does នេះយើងប្រើមួយ do សារប្រើជាមួយ I ហើយ and apostrophe វាជាទម្រង់កាត់របស់ not ហើយនឹង study គឺជា verb 1ហើយបាទជា phrase នេះជា verb phrase ជាមួយ study hard and I will fail អញ្ចឹងយើងមើលការប្រើប្រាស់របស់វាអញ្ចឹងគេថាមិនបើសិនជាខ្ញុំអត់ខំប្រឹងរៀនទេខ្ញុំនឹងធ្លាក់អញ្ចឹងយើងមើលថាតើនៅក្នុងហ្នឹងវា possible future situation អញ្ចឹងវាធម្មតាវាជាទូទៅហើយបើសិនជាយើងអត់ប្រឹងរៀនទេយើងនឹងធ្លាក់ឯងបាទណាជាអនាគតមួយដែលវាអាចនឹងទៅរួចគេមិននិយាយថា 100% គេគាត់ថា possible future គេថាវាអាចទៅរួចបាទអាចទៅរួចបើសិនអត់ប្រឹងរៀនទេ 2 if I don't work hard បើសិនខ្ញុំអត់ប្រឹងធ្វើការទេ I will not have money to spend ខ្ញុំនឹងមិនមានលុយសម្រាប់ចាយទេអញ្ចឹងវាជាការពិតវាជា real ឬក៏ possible future ហ្នឹងហើយបានន័យថាវាជាពេលវេលាមួយអនាគតមួយដែលអាចនឹងទៅរួចបើសិនជាអត់ប្រឹងធ្វើការទេយើងនឹងអត់មានលុយចាយទេអញ្ចឹងអាហ្នឹងកាលណាយើងនិយាយពីក្នុងស្ថានភាពណាដែលយើងគិតថាបើសិនជាយើងមិនចេះទេមិនចោះទេវានឹងអញ្ចឹងហើយដែលយើងគិតថាអាហ្នឹងអាចនឹងទៅរួចដែរអនាគតអញ្ចឹងយើងប្រើប្រាស់ជាមួយនឹង first conditional sentence ហើយទី3 if you help me today I will support you tomorrow បើសិនជាអ្នកជួយខ្ញុំនៅថ្ងៃនេះខ្ញុំនឹងជួយអ្នកឬក៏គ្រប់គ្រងអ្នកនៅថ្ងៃស្អែកអញ្ចឹងអានេះគឺវាជា possible future situation ដែរបើថាបើសិនយើងជួយបើសិនខ្ញុំជួយអ្នកជួយខ្ញុំថ្ងៃហ្នឹងស្អែកខ្ញុំអាចនឹងឬក៏ខ្ញុំនឹងជួយអ្នកវិញបាទអញ្ចឹងគឺវាបង្ហាញអំពីពេលវេលាមួយថ្ងៃអនាគតមួយដែលវាអាចនឹងទៅរួចប៉ុន្តែបើសិនជាថ្ងៃស្អែកយើងអត់បានជួយគេទេក៏អត់នឹងធ្វើមិនដែរប៉ុន្តែគាត់ថាវាជា possible future វានៅតែអត់ប្រកាសជាច្បាស់ចំការណាគេប្រើលក្ខណៈ will ចឹងហើយបាទអញ្ចឹងមេរៀនយើងមានតែប៉ុណ្្នេះទេបើសិនជាអស់មានចម្ងល់អីអាចសួរនៅក្នុង comment បានហើយកុំភ្លេច subscribe នៅ channel YouTube មួយនេះផងដើម្បីទទួលបានវីដេអូបន្ថែមទៀតបាទសូមអរគុណ